មានបុរសកំសត់ម្នាក់ឈ្មោះសុកសុកជាអ្នកកាត់អុសដែលមានចិត្តធម៌ប៉ុន្តែមានវាសនាមិនល្អព្រោះឪពុកម្ដាយស្លាប់ចោលអស់រស់នៅម្នាក់ឯងក្នុងខ្ទមចរុះចរាក្បែរជើងភ្នំជារៀងរាល់ថ្ងៃសុកតែងតែដើរចូលព្រៃជ្រៅដើម្បីរកអុសមកលក់គ្រាន់ចិញ្ចឹមជីវិតល្ងាចមួយខណៈពេលដែលមេឃរកចុងភ្លៀងសុកបានប្រទះឃើញនារីម្នាក់រាងស្ដើងច្រមុះស្រួចភ្នែកធំធំស្លៀកពាក់ស្អាតបាតអង្គុយយំម្នាក់ឯងនៅក្បែរមាត់ស្ទឹងដោយក្តីមេត្តាសុកក៏ចូលទៅសួរនាំនាងកញ្ញាហេតុអ្វីមកអង្គុយម្នាក់ឯងនៅទីនេះមេឃជិតភ្លៀងហើយគ្រោះថ្នាក់ណាស់នារីនោះងើបមុខមកទាំងទឹកភ្នែកហើយឆ្លើយថាខ្លួនឈ្មោះបុប្ផាជាអ្នកភូមិឆ្ងាយដែលវង្វេងផ្លូវដោយសារសន្តានចិត្តល្អសុកក៏បាននាំនាងមកជ្រកភ្លៀងនៅខ្ទឹមរបស់ខ្លួនចាប់ពីថ្ងៃនោះមកបុប្ផាតែងតែមកលេងសុកជារៀងរាល់ល្ងាចនាងជួយបោតសម្អាតផ្ទះដាំបាយនិងរៀបចំទុកដាក់ឲ្យសុកយ៉ាងមានរបៀបយូរទៅសុកក៏ចាប់ចិត្តស្រឡាញ់បុប្ផាហើយបុប្ផាក៏ស្រឡាញ់សុកវិញដែរព្រោះនាងមិនដែលឃើញបុរសណាមានចិត្តស្មោះត្រង់និងស្លូតបូតដូចរូបគេឡើយប៉ុន្តែមានរឿងមួយដែលសុកមិនដែលដឹងគឺរាល់ពេលបុប្ផាមកជួបគេនាងមិនដែលដើរកាត់ពន្លឺថ្ងៃឡើយហើយខ្លួនប្រាណនាងតែងតែមានក្លិនក្រអូបត្រជាក់ខុសពីមនុស្សធម្មតាតាមពិតទៅបុប្ផាគឺជាវិញ្ញាណដែលមិនទាន់ទៅចាប់ជាតិព្រោះនាងមានចិត្តចងអាឃាតនឹងជីវិតមុនប៉ុន្តែដោយសារបានជួបនឹងសេចក្តីល្អរបស់សុកវិញ្ញាណនាងក៏ប្រែជាទន់ភ្លន់និងពោពេញដោយក្តីស្រឡាញ់ថ្ងៃមួយមានគ្រូទាយម្នាក់ដើរកាត់ភូមិហើយបានប្រាប់សុកថាចៃអើយផ្ទះរបស់ចៃមានខ្មោចលងហើយចូលប្រយ័ត្នខ្លួនឲ្យមែនតែនក្លិននោះគឺជាក្លិនសាកសពសុកមិនជឿឡើយយប់នោះគេបានលួចតាមដានបុប្ផាពេលនាងត្រឡប់ទៅវិញគេឃើញនាងដើរចូលទៅក្នុងព្រៃរួចក៏បាត់ស្រមើលចូលទៅក្នុងភ្នូរចាស់ដែលមានដាំផ្កាជុំវិញសុកភ័យខ្លាំងណាស់តែបេះដូងគេនៅតែនឹកដល់ភាពល្អរបស់នាងយប់បន្ទាប់បុប្ផាមកជួបសុកទាំងទឹកភ្នែកព្រោះនាងដឹងថាសុកបានដឹងការពិតហើយនាងនិយាយថាបងសុកអើយអូនជាខ្មោចពិតមែនប៉ុន្តែបេះដូងអូនស្រឡាញ់បងជាទីបំផុតពេលនេះដល់ពេលអូនត្រីទៅហើយព្រោះបុណ្យកុសលដែលបងបានធ្វើឲ្យវិញ្ញាណអូនបានស្ងប់មុននឹងរលាយបាត់ទៅបុប្ផាបានបន្សល់ទុកមាសមួយកូនថោងដើម្បីឲ្យសុកយកទៅសង់ផ្ទះនិងរស់នៅឲ្យបានសុខស្រួលសុកយំសោកបោកខ្លួនតែគេយល់ថាសេចក្តីស្រឡាញ់ពិតមិនមែនស្ថិតលើរូបរាងកាយឡើយគេបានយកមាសនោះទៅធ្វើបុណ្យឲ្យបុប្ផាហើយរស់នៅជាមនុស្សល្អម្នាក់រហូតអស់ជីវិត